រឿងសាមគីនាំមកនៅភាពជោគជ័យនៅក្នុងព្រៃដ៏ធំហើយស្រស់ស្អាតមួយកន្លែងមានសត្វគ្រប់ប្រភេទរស់នៅដោយសុខសន្តិភាពពួកវាបានបង្កើតសួនបន្លែរួមមួយនៅក្នុងភូមិនោះម្នាក់បានបំពេញតួនាទីរបស់ខ្លួនដោយក្តីរីករាយថ្ងៃមួយអាកាសធាតុក៏បានផ្លាស់ប្ដូរមេឃចាប់ផ្ដើមប្រែជាខ្មៅអួលអាប់បន្ទាប់មកភ្លៀងក៏បានធ្លាក់មកយ៉ាងខ្លាំងទឹកចាប់ផ្ដើមឡើងហើយបានបំផ្លាញសួនបន្លែរួមរបស់ពួកគេទាំងស្រុងសត្វទាំងអស់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះបើទោះជាពួកវាបានជួបហេតុការណ៍ដ៏អាក្រក់ក៏ដោយថ្ងៃបន្ទាប់ពួកសត្វទាំង4បានប្រជុំគ្នាក្រោមដើមឈើដ៏ធំមួយដើម្បីបង្កើតសួនបន្លែថ្មីថ្ងៃថ្មីបានមកដល់មិត្តទាំង4មិនបង្អង់យូរក៏បាននាំគ្នាចាប់ផ្ដើមអនុវត្តផែនការដែលបានគ្រោងទុកពួកវាសហការរីករាយនិងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់2 ខែកន្លងផុតទៅសួនដំណាំចាប់ផ្ដើមរីកលូតលាស់យ៉ាងស្រស់បំព្រងហើយចេញផ្លែផ្កាជាទីគាប់ចិត្តមិត្តទាំង4ពិតជាសប្បាយចិត្តជាខ្លាំងពួកគេបាននាំគ្នាប្រមូលផលដំណាំដើម្បីយកទៅចម្អិនអាហារញ៉ាំជុំគ្នាស្នាមញញឹមនិងភាពរីករាយក៏បានចាប់ផ្ដើមកើតឡើងវិញសាជាថ្មីអត្ថន័យរបស់រឿងនេះចង់បង្ហាញថាបើទោះជាយើងជួបឧបសគ្គអ្វីក៏ដោយឲ្យតែយើងមានការសាមគ្គីគ្នាយើងនឹងអាចទទួលបានភាពជោគជ័យត្រឡប់មកវិញ